មេរៀនទី5ផ្កាសន្សើមដួចផ្កាសន្សើមដួចដុះនៅតាមបណ្ដាប្រទេសមួយចំនួនដែលមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមានដូចជាប្រទេសកម្ពុជានិងតំបន់ប៉ាស៊ីហ្វិកខាងលិចនៅប្រទេសកម្ពុជាយើងរុក្ខជាតិនេះច្រើនដុះនៅតំបន់ដីសើមដែលមានខ្សាច់ឬតំបន់ដីទំនាបដែលមានសន្តានសើមខួបប្រាំងខួបវស្សាលក្ខណៈសម្គាល់រុក្ខជាតិនេះ 1. មានសន្តានដើមតូចតូច 2. លូតចប់នឹងដីផ្ទាល់ 3. ជារុក្ខជាតិគ្មានតួដើម 4. ស្លឹកមានសន្តានលូតជាស្រទាប់ក្នុងទម្រង់ដូចជាកងចក្រដែលមានទំហំចន្លោះពី 0.8 សង់ទីម៉ែត្រដល់ 3.5 សង់ទីម៉ែត្រ 5. វាចាប់សត្វល្អិតស៊ីជាអាហារ 6. ប៉ះទៅមានជាតិស្អិតបុព្វបុរសខ្មែរបានយកទម្រង់ធម្មជាតិរបស់ផ្កានេះទៅរចនាលើសម្លៀកបំពាក់និងចម្លាក់ផ្សេងដើម្បីឲ្យមានសភាពរស់រវើកថែមទាំងសម្រស់គយគន់មិនចំណាយប្រភពកម្ពុជាមាតុភូមិខ្ញុំសូមអរគុណ